បាទជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ខ្ញុំបាទឧត្តមវល់មកជួបគ្នាសារជាថ្មីម្ដងទៀតហើយជាមួយនឹងខ្ញុំបាទហើយថ្ងៃនេះខ្ញុំមានសាច់រឿងមួយយកមកដំណើរឲ្យប្រិយមិត្តស្ដាប់លេងកម្សាន្តដែលរឿងនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងសុករាល់ថ្ងៃហ្នឹងគឺគាត់ធ្លាក់ខ្លួនពិការគឺដោយសារតែគាត់នឹងដើរលេងផឹកស៊ីយប់ជ្រៅដល់ថ្ងៃមួយគាត់ក៏បានធ្លាក់ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ទៅក៏ពេលគាត់ដឹងខ្លួនឡើងភ្ញាក់ខ្លួនឡើងគឺគាត់ហួសពេលហើយហួសពេលឬគាត់មានវិបត្តិសារីឬមួយការគាត់នៅដើរបានអីបានហេតុអីគាត់មិនខិតខំប្រឹងប្រែងរកស៊ីរកប្រាក់ចិញ្ចឹមកូនចិញ្ចឹមប្រពន្ធទេបែរជាស្ដាប់មិត្តភ័ក្តិណែនាំទៅផឹកស៊ីរហូតដល់ធ្លាក់ខ្លួនមានបញ្ហាដល់ខ្លួនឯងអញ្ចឹងណាហើយដល់ពេលធ្លាក់ខ្លួនពិការបងប្អូនបើសិនជាប្រពន្ធស្មោះត្រង់ណាបើប្រពន្ធស្មោះត្រង់គេស្មោះស្ម័គ្រគេទ្រាំរស់នៅជាមួយសង្ចិត្តបំរើយើងណាអាហ្នឹងវាមិនអីទេដល់ពេលយើងធ្លាក់ខ្លួនពិការហើយបើជាប្រពន្ធមិនស្មោះត្រង់ដល់ធ្លាក់ខ្លួនពិការចំណូលគ្រួសារក៏បាត់ប្រពន្ធក៏គេអត់មានលុយចាយគេមិនទ្រាំនៅជាមួយយើងទេគេរត់ទៅហើយបងប្អូនហ្នឹងហើយសុំវីដេអូនេះគាត់បានផ្ដាំផ្ញើទៅដល់បុរសគ្រប់រូបដែលនិយមចូលចិត្តល្ងាចឡើងដាក់មួយយួរពីរយួរអញ្ចឹងណាហើយរឿងលុយកាក់មហូបចុកហ្នឹងគឺតាំងតែជាមួយប្រពន្ធគឺគាត់តាំងតែដល់ពេលរឿងគាត់ប៉ាវគេផឹកទាំងយួរគឺគាត់អត់មានស្ដាយទេដល់ពេលប្រពន្ធសុំលុយទិញមហូបទិញអីស្ដាយលូនចេះលូនចុះអាហ្នឹងរឿងរ៉ាវរបស់គាត់អញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងរីករាយស្ដាប់ជាមួយនឹងសាច់រឿងរបស់គាត់តែម្ដងទៅ Let's go រឿងរ៉ាវមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងសុកគឺគាត់បានរៀបការជាមួយប្រពន្ធរបស់គាត់អំឡុងឆ្នាំ2017ឥឡូវកូនរបស់ឥឡូវគាត់មកទល់ឥឡូវហ្នឹងគឺគាត់មានកូន2នាក់ហើយកូន2នាក់ហ្នឹងគឺអត់ទាន់ធំពេញវ័យពេកទេហើយអាបងហ្នឹងអាយុ5ឆ្នាំអាប្អូនអាយុ3ឆ្នាំអញ្ចឹងរាល់ថ្ងៃនេះគឺគាត់ដើរសុំទានគេទេគឺគាត់ដើរសុំទានបណ្ដាគឺគាត់គិតខ្លួនឯងបណ្ដាគឺគាត់មិនសមណាធ្វើអញ្ចឹងណាធ្វើបាបប្រពន្ធណែនាំគាត់ស្ដាប់ទេអញ្ចឹងខ្ញុំអត់និយាយរៀបរាប់ពីជីវប្រវត្តិគាត់អីវែងឆ្ងាយទេអញ្ចឹងចូលទៅដល់សាច់រឿងតែម្ដងទៅគាត់រៀបការជាមួយប្រពន្ធរបស់គាត់មកទល់ឥឡូវហ្នឹងគឺបាន9ឆ្នាំហើយតាំងពីឆ្នាំ2017ហើយដល់កូន2នាក់ហ្នឹងហើយនៅអំឡុងឆ្នាំ2023ហ្នឹងគឺគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងណាអញ្ចឹងគឺដំបូងឡើយហ្នឹងគឺគាត់បានរៀបការចាប់ដៃគ្នាហើយម៉ែឪរបស់គាត់ទាំងម៉ែក្មេកទាំងម៉ែប្រកែកក៏បានចែកទ្រព្យបន្តិចបន្តួចដែរដើម្បីរកស៊ីអញ្ចឹងគាត់រកស៊ីមានលុយមានកាក់បន្តិចបន្តួចគាត់ក៏ពីមុនឡើយគឺគាត់ចេះផឹកទេដោយសារតែគាត់រាប់អានជាមួយនឹងមិត្តភ័ក្តិរួមការងាររបស់គាត់អញ្ចឹងគឺគាត់ជាអ្នកធ្វើការអញ្ចឹងគាត់តែងតែធ្វើការគេបបួលដាក់បន្តិចរហូតដល់ដោយចាស់ពីដើមថាត្រីបើដូចគេនិយាយថាអីអ្នកនៅជាមួយអ្នកលេងហ្គេមចេះលេងហ្គេមនៅជាមួយអ្នកផឹកស្រាចេះផឹកស្រាអញ្ចឹងគឺគាត់បានបដែតបដោយខ្លួនរហូតទៅដល់ធ្លាក់ខ្លួនបំឹកចេះដើរលេងល្បែងលេងអីចឹងទៅលុយកាក់ដែលគាត់រកបានហ្នឹងគឺគាត់មិនសូវឲ្យប្រពន្ធហូបចុកគ្រប់គ្រាន់ទេប្រពន្ធកូនហើយប្រពន្ធរបស់គាត់សុំលុយទិញម្ហូបទិញមហាអីគឺគាត់តែងតែលូឲ្យម្ដងទិញទួចអញ្ចឹងណាប៉ុន្តែបើគាត់ផឹកអស់ទាំងយួរទាំងម៉ឺនដើរលេងយប់ប្រលប់លេងល្បែងលេងអីគឺគាត់អត់ស្ដាយស្នោះទេកាលហ្នឹងហើយគាត់តែងតែពីតនេការងារគាត់តែងតែហៅមិត្តភ័ក្តិប្រមូលផ្ដុំគ្នាផឹកស៊ីសវឹងរហូតធ្លាក់ភ្នែកហើយថវិកាដែលគាត់រកបានទាំងប្រមាណគឺគាត់យកទៅជះទៅលើតុកលបែងនិងវងស្រាផឹកស៊ីទាំងអស់ពេលដែលគាត់ផឹកសវឹងអញ្ចឹងម្ដងជាពីរដងប្រពន្ធក៏បានណែនាំថាបងអើយបងកុំផឹកពេកបងគួរតែយកពេលវេលានៅជាមួយខ្ញុំជួយមើលថែកូនខ្ញុំនៅផ្ទះផងខ្ញុំបោកកៅអៅបងផងបោកកៅអៅបងផងមើលថែកូនផងអញ្ចឹងការងារផ្ទះខ្ញុំនេះគឺរ៉ាប់រងសឹងតែទាំងស្រុងអញ្ចឹងណាហើយស្រាប់តែប្រពន្ធគាត់និយាយអញ្ចឹងបងសុកហ្នឹងគឺគាត់ខឹងគាត់វាយបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងហ្មងវាយបោកចានបោកឆ្នាំងគឺគាត់និយាយទៅគាត់និយាយថាគាត់និយាយជេរប្រពន្ធរបស់គាត់ហ្មងគាត់ថាកំថា
គាត់តាំងពីធំមកគ្មានអ្នកណាបដៅណែនាំគាត់ទេអញ្ចឹងមិត្តភ័ក្តិនិយាយប៉ះពាល់មិត្តភ័ក្តិរបស់ខ្ញុំគឺអត់បានតែម្ដងហើយគាត់ហ្នឹងក៏បាននិយាយប្រពន្ធរបស់គាត់ក៏និយាយទៅវិញថាបើបងឯងស្ដាប់មិត្តភ័ក្តិជាងខ្ញុំអញ្ចឹងបងឯងប្រយ័ត្នមានបញ្ហានៅថ្ងៃមុខតិចខ្ញុំមិនបានប្រាប់ហើយប្រពន្ធរបស់គាត់មិននិយាយពាក្យគឺគាត់និយាយថាពាក្យលេខមួយម៉ាត់ទេអញ្ចឹងណាហើយក្រោយឡើងមកទៀតគាត់ឆ្លោះប្រកែកជាមួយប្រពន្ធហើយអ្នកចិត្តខាងនៅក្បែរបន្ទប់អីហ្នឹងណាគឺគេដាក់រហស្សនាមឲ្យគាត់ហើយបងសុកហ្នឹងគឺមានឈ្មោះថាប្តីអាវ៉ាសែព្រោះតែទង្វើអាក្រក់របស់គាត់ហ្នឹងនាំឲ្យនាំនៅក្តីបងប្អូនចង់ជាប់កនាំមកផ្ដល់ក្តីកាហាយដល់គ្រួសារនៅថ្ងៃមួយគ្រោះអន្តរាយដ៏ធំបានកើតឡើងបន្ទាប់ពីផឹកស្រាអស់ជាច្រើនដបជាច្រើនដបដែលគាត់មកពីទៅការងារគាត់អត់មានពហុទៅផ្ទះទេគឺគាត់ផឹកស្រាអស់ជាច្រើនដបអញ្ចឹងពេលដែលត្រឡប់មកពីកន្លែងវងផឹកស៊ីវិញគឺគាត់បើកបរលឿនខ្លាំងមែនតើបើកឡងលបឿនឡើងហួសកំណត់ចឹងទៅគាត់មិនអាចទប់លំនឹងម៉ូតូបានក្រជ្រុលចកោតបុកនឹងដើមឈើធំមួយនៅក្បែរចាមផ្លូវគឺដើមឈើហ្នឹងវាមិនធំណាវាប៉ុនกับផ្លូវមនុស្សយើងអញ្ចឹងណាបើកមុខដួលស្លាប់ឆឹងតែម្ដងហើយគេអ្នកឃើញហេតុការណ៍ហ្នឹងគេក៏បានបញ្ជូនគាត់ហ្នឹងទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ប៉ុន្តែជើងទាំងពីររបស់បងសុកហ្នឹងក៏ត្រូវធ្លាក់ពិការរហូតដល់ពេលធ្លាក់ខ្លួនពិការអញ្ចឹងប្រពន្ធហ្នឹងក៏អង្គុយសំណោចពាក្យសម្ដីដែលប្រពន្ធនិយាយគឺអត់ស្ដាប់ទេអញ្ចឹងគាត់ដឹងខ្លួនឡើងវិញគឺគាត់បានហួសពេលហើយគាត់នៅលើក្រែពេទ្យហើយប្រពន្ធហ្នឹងយំសំណោះគាត់បានប្រាប់ថានឹងហើយលទ្ធផលមិនស្ដាប់ខ្ញុំឥឡូវខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ជើងទាំងពីរហ្នឹងក៏ត្រូវពិការរហូតឥឡូវមិត្តភ័ក្តិរួមការងារឬមួយក៏អ្នកធ្លាប់ផឹកស៊ីរាប់អានសិតស្នាលគឺគេអត់មកមើលថែទេមានតែប្រពន្ធបងសុកគឺគាត់និយាយបដាគឺគាត់អួលដើមកបដាមិនគួរណាប្រពន្ធគូមានណែនាំល្អទោះបីថាប្រពន្ធមិនមែនជាម៉ែមិនមែនជាម៉ែទេប៉ុន្តែគាត់អាចមើលថែយើងដល់ចាស់ជរាមើលថែយើងរហូតដល់ស្លាប់រៀងខ្លួនអញ្ចឹងណាហើយអ្នកខ្លះគេថាប្រពន្ធមិនមែនជាម៉ែហើយប្រពន្ធគឺជាមិនមែនជាម៉ែខ្ញុំទេខ្ញុំចង់អាចរក3 4ទៀតក៏បានដែរអ្នកខ្លះនិយាយអញ្ចឹងអាចបានប៉ុន្តែបើឲ្យរកប្រពន្ធមានចិត្តស្មោះត្រង់ស្មោះស្ម័គ្រគឺមិនងាយរកទេបងប្អូនហើយអញ្ចឹងសូមងាកមកសាច់រឿងវិញគឺប្រពន្ធរបស់បងសុកហ្នឹងក៏បានត្រូវលក់ដីលក់ធ្លីគេម៉ែដែលចែកឲ្យទាំងសងខាងហ្នឹងគឺប្រមូលមកលក់មកព្យាបាលឲ្យបងសុកហ្នឹងនៅទីពេទ្យអញ្ចឹងបងថ្លៃសេវាពេទ្យរបស់គេអញ្ចឹងក្រោយឡើងមកទៀតហើយបន្ទុកដែលគាត់នៅរាល់ថ្ងៃហ្នឹងគឺមានកូនតូច2នាក់ហើយនឹងប្រពន្ធម្នាក់ហើយប្រពន្ធរបស់គាត់រាល់ថ្ងៃហ្នឹងគឺគាត់ធ្វើការរោងចក្រហើយគាត់នឹងដើរសុំទានគេទៅព្រោះអីអាចសុំទានហ្នឹងគឺអាចជួយបានខ្លះដែរថ្ងៃខ្លះគាត់ថាសុំបាន10000 20000ថ្ងៃខ្លះទៀតក៏បាន 3 4 50000អញ្ចឹងទៅគេរត់អសូរពូជើងគាត់ពិការទាំងពីរហើយអញ្ចឹងគាត់ធ្វើអីអត់កើតទេអញ្ចឹងកូនរបស់គាត់ហ្នឹងក៏ផ្ញើនឹងឲ្យពុកម្ដាយបង្កើតរបស់គាត់ហើយប្រពន្ធហ្នឹងធ្វើការបានប្រាក់ខែរោងចក្រថែមងថែមអីបាន300ដែរអញ្ចឹងប្រពន្ធរបស់គាត់មានន័យថាស្មោះស្ម័គ្រណាគឺប្តីគាត់ធ្លាក់ខ្លួនពិការមិនក៏ដោយប្តីទទួលកំហុសក៏វិហុសពេលក៏ដោយគឺគាត់នៅតែបំរើគឺគាត់ថាប្រពន្ធមួយទឹកឲ្យម្ដងបញ្ចុកបាយម្ដងគ្រាទៅបត់ជើងម្ដងគឺគាត់អង្គុយយំនឹកស្ដាយសំណោះដែលខ្លួនឯងនឹងមានដៃមានជើងហើយមិនបែរជាមិនយកចិត្តទុកដាក់ចំពោះប្រពន្ធទេបែរជាស្ដាប់មិត្តភ័ក្តិបបួលទៅផឹកស្រាក៏ទៅអីទៅទុកប្រពន្ធជូនចោលទាំងយប់គឺបបានិយាយមកគឺខ្ញុំនេះថ្មីអ្នកតំណាលនេះក៏ស្ដាប់រឿងគាត់ក៏នឹកឃើញថាសំណោះគាត់ដែរប៉ុន្តែធ្វើម៉េចអានេះគឺជាកំហុសដ៏ធំសម្រាប់គាត់ដែលគាត់មិនស្ដាប់ទូមានរបស់ប្រពន្ធអញ្
ចឹងណាព្រោះឥឡូវហ្នឹងគាត់ភ្ញាក់ខ្លួនក៏ហួសពេលដែរឥឡូវហ្នឹងព្រោះអីព្រោះគាត់ដល់ពេលធ្លាក់ខ្លួនអញ្ចឹងគាត់ដឹងខ្លួនថាអូអញ្ចឹងកំហុសគ្រប់យ៉ាងគឺមកពីស្រាប្រពន្ធណែនាំអត់ស្រាប់ទេឆ្លោះប្រកែកជាមួយប្រពន្ធទៀតហ្នឹងហើយហើយសុកហ្នឹងគាត់បានស្រែកយំទាំងការឈឺចាប់ពលពាក្យសុំទោសទៅកាន់គ្រួសារគឺគាត់បានថាគឺនេះហើយដោយសារមកពីស្រាឬមកបិយាទៅធ្វើឲ្យគាត់ហ្នឹងបាត់បង់ស្មារតីធ្វើបាបអូននិងកូននឹងបំផ្លាញអនាគតគាត់បាននិយាយសុំទោសចុងក្រោយហ្នឹងគាត់បាននិយាយសុំទោសប្រពន្ធសុំទោសកូនហើយនឹងខ្លួនឯងអញ្ចឹងគឺគាត់បានបំផ្លាញហើយគឺបំផ្លាញអនាគតខ្លួនឯងបែបហ្នឹងអញ្ចឹងណាអញ្ចឹងគឺរឿងរបស់គាត់គឺមានតែប៉ុណ្្នឹងទេហើយជាសារដាស់តឿនដល់បរិសុទ្ធគ្រប់រូបគ្រប់គ្នាដែរហើយវិនិច្ឆ័យនៃបំផ្លាញវិនិច្ឆ័យនៃសូរ៉ាវិនិច្ឆ័យសំទោសខ្ញុំនិយាយខុសគឺសុំផ្ដាំដែរវាសនាកម្មចឹងនិយាយចឹងណាវាសនាកម្មវាអាចបំផ្លាញសុខភាពនិងខាតបង់ថវិកានិងបំផ្លាញសុភមង្គលនៃគ្រួសារអញ្ចឹងឥទ្ធិពលនៃគ្រឿងសង្វឹងធ្វើឲ្យយើងផឹកច្រើននឹងធ្វើឲ្យយើងបាត់បង់ស្មារតីហើយការគ្រប់គ្រងនៃការឥទ្ធិពលបើកបរឥទ្ធិពលនៃគ្រឿងសង្វឹងអាចនាំឲ្យមានពិការភាពឬបាត់បង់ជីវិតមួយប្រព្រឹត្តភ្នែកអាហ្នឹងយើងផឹកស្រាយើងផឹកអត់ប្រមាណខ្លួនតែយើងសង្វឹងហើយយើងបើកបរលឿនតែមួយប្រព្រឹត្តភ្នែកទេគឺយើងអាចនឹងបាត់បង់ជីវិតហើយបាត់បង់ជីវិតក៏អាចពិការហើយតែយើងគ្រោះថ្នាក់តែឯងមិនអីទេណាប៉ុន្តែប៉ះពាល់គេអាអ្នកគេមិនដឹងអីហ្នឹងហើយអញ្ចឹងវីដេអូនេះគឺតាមផ្សាយបរិសុទ្ធគ្រប់រូបខ្លាំងមែនតើហ្នឹងហើយបើបរិសុទ្ធគេប៉ັດវិញគឺគេបរិសុទ្ធគេល្អគេចេះការពារគេចេះផ្ដល់ក្តីស្រឡាញ់និងភាពកក់ក្ដៅដល់ប្រពន្ធកូនមិនមែនយកទឹកភ្នែកនិងការឈឺចាប់នឹងមកឲ្យគ្រួសារដោយសារតែស្រានោះទេអញ្ចឹងអានឹងបរិសុទ្ធគេល្អអញ្ចឹងខ្ញុំបាទអេដមីនឧត្តមនេះគ្មានអ្វីនិយាយច្រើនទេហើយសូមឲ្យប្រិយមិត្តជាអ្នកផ្ដល់មតិនៅក្នុង comment ចុះប៉ុន្តែខ្ញុំមានអ្វីច្រើនទេអញ្ចឹងយល់យ៉ាងម៉េចដែរបងប្អូនឥទ្ធិពលនៃស្រាឬមួយបញ្ញាមានលបែងស៊ីសងគេថាលើលោកនេះគ្មានអ្នកណាគេរគេថាមានសំណាងដោយសារតែមិនខិតខំប្រឹងទេយើងកុំលេងលបែងបើថាបើយើងលេងទៅយើងលេងកំសាន្តអារម្មណ៍លេងអីលេងចុះប៉ុន្តែយើងមិនបាច់យកអានឹងធ្វើជាមុខរបរទេវាគ្មានកំណើតទេពេលលើលោកនេះគ្មានអ្នកណាគេមាននិសាលបែងទេហើយសំណាងក៏អញ្ចឹងដែរសំណាងមិនមែនរត់ទៅរកអ្នកដេកអ្នកខ្ជិលអ្នកអីទេសំណាងហ្នឹងគឺយើងវារត់ទៅរកតែមនុស្សណាឧស្សាហ៍ព្យាយាមទេបាទអញ្ចឹងវីដេអូ admin គឺមានតែប៉ុណ្្នឹងទេខ្ញុំបាទ admin ឧត្តមក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ